នេះគឺជាភ្នំអរ៉ាល់ដែលមានកម្ពស់ 1813 ម៉ែត្រគឺជាភ្នំដែលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាស្ថិតនៅក្នុងជួរភ្នំក្រវាញប៉ែកខាងកើតភ្នំអរ៉ាល់គឺជាតំបន់ព្រៃការពារធម្មជាតិដ៏ធំមួយរបស់ប្រទេសកម្ពុជាដែលមានជីវៈចម្រុះគ្រប់ប្រភេទមិនត្រឹមតែប៉ុណ្ណោះភ្នំអរ៉ាល់មានទេសភាពស្រស់ត្រកាលមានទឹកជ្រោះនៅតាមជើងភ្នំហូរធ្លាក់ទៅគ្រប់ទិសជុំវិញភ្នំទៀតផងភ្ញៀវទេសចរទាំងអស់ពេលដែលបានទៅលេងនៅតំបន់អរ៉ាល់តែងតែសរសើរមិនដាច់ពីមាត់នៅសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនិងមិនអាចបំភ្លេចបានថ្ងៃនេះក្រុមការងារមយូរ៉ានឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាធ្វើដំណើរទៅកាន់សហគមន៍មួយដែលនៅក្បែរនឹងភ្នំអរ៉ាល់តែម្ដងដើម្បីទៅសិក្សាស្វែងយល់អំពីតំបន់ទេសចរណ៍នោះគឺសហគមន៍សាមគ្គីសុខសប្បាយអត់ពូសុខសប្បាយអត់សួរកញ្ញានេះសុខសប្បាយអត់ខានជួបគ្នាយូរហើយណាមើលពូអើយខានជួបយូរណាអូយមើលសាច់ឈាមនៅមានដដែលមកតមណាអង្គុយលេបាទហើយឆ្ងាយហត់ពូហត់ពូវែងគឺជាគណៈកម្មការសហគមន៍សាមគ្គីខាងទទួលភ្ញៀវឡើងភ្នំអរ៉ាល់ក៏ដូចជាគណៈកម្មការទឹកស្អាតប្រចាំសហគមន៍ផងដែរចំពោះសហគមន៍ដែលនៅជាប់នឹងជើងភ្នំអរ៉ាល់ប៉ែកខាងកំពង់ស្ពឺគឺមានដូចជាសហគមន៍សាមគ្គីសហគមន៍ភ្នំអរ៉ាល់ឬសហគមន៍ស្រែកិនភ្ញៀវដែលគាត់មកលេងឡើងទៅលើកំពូលភ្នំគាត់ថាពេលបានចូលបានថ្ងៃនឹងបើចង់និយាយថាភាគច្រើនគឺ2 យប់ 3 ថ្ងៃ2 យប់ 3 ថ្ងៃបាទមួយយប់ 2 ថ្ងៃក៏បានមានអ្នកវិលល្ងាចក៏បានអូមានវិលល្ងាចបានទៀតเนาะសម្រាប់ខ្ញុំជូនភ្ញៀវទេសចរភ្នំអរ៉ាល់គឺមាន3កន្លែងអូក្តាមលើកជើងនិងកំពូលហើយនិងកប៉ាល់ហោះទី1រ៉ាដាអូទាំងអស់4បាទចំពោះការឡើងទៅកាន់កំពូលភ្នំអរ៉ាល់ភ្ញៀវត្រូវធ្វើការកក់ខាងសហគមន៍ជាមុនដើម្បីឲ្យខាងសហគមន៍រៀបចំអ្នកនាំភ្ញៀវឡើងភ្នំក៏ដូចជាជួយបម្រើសេវាស្ពាយអីវ៉ាន់ដាំស្លោជាដើមមុននឹងចាប់ផ្ដើមឡើងភ្នំភ្ញៀវទេសចរទាំងអស់ត្រូវជិះគោយន្តចេញពីសហគមន៍ទៅដល់ជើងភ្នំសិនទើបចាប់ផ្ដើមដើរថ្មើរជើងហើយចំពោះការឡើងភ្នំអរ៉ាល់អ្នកឡើងភ្នំត្រូវឆ្លងកាត់នៅឧបសគ្គជាច្រើនត្រូវដើរឆ្លងទឹកអូរកាត់តាមព្រៃឫស្សីក្រាស់ៗដើរតាមចំណោតដែលចោតតាមផ្លូវខ្លះគឺមានស្មៅក្រាស់ខ្ពស់សភាពផ្លូវចំណុចខ្លះក៏រអិលផងដែរប៉ុន្តែអ្នកឡើងភ្នំទាំងអស់បដូរបានមកវិញនោះគឺទទួលបាននូវខ្យល់បរិសុទ្ធអាចមើលឃើញទេសភាពស្រស់បំព្រងដើមឈើខ្ពស់ធំព្រៃឈើជាច្រើនប្រភេទរុក្ខជាតិប្លែកដែលយើងមិនធ្លាប់ឃើញពីមុនមកជាពិសេសនោះគឺយើងបានទៅស្គាល់កន្លែងដែលធ្លាក់យន្តហោះតាំងពីខែធ្នូឆ្នាំ1974និងបានជាន់លើចំណុចដែលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសកម្ពុជានោះគឺកំពូលភ្នំអរ៉ាល់ It's a very unique experience. It's not a very hard trail, but getting here is very exciting. You know, from the highest point of Cambodia. Also, the weather of the last 2 days it's not very great. Yes. But it adds to the total, the whole experience. ចំពោះការទៅលេងនៅតំបន់អរ៉ាល់នៅមិនទាន់ចប់នោះទេក្រុមការងារមយូរ៉ានឹងនាំអ្នកទាំងអស់គ្នាធ្វើដំណើរទៅកាន់ទឹកធ្លាក់ជើងភ្នំអរ៉ាល់វិញម្ដងដោយពួកយើងបានជួលម៉ូតូពីខាងសហគមន៍ដើម្បីជិះព្រោះផ្លូវពិបាកមិនអាចចូលឡានបានទេសម្រាប់ផ្លូវធ្វើដំណើរទៅកាន់ទឹកធ្លាក់ជើងភ្នំអរ៉ាល់ឬគេហៅថាអូបាក់កញ្ជើវាពិតជាមិនងាយស្រួលប្រមាណនោះទេព្រោះផ្លូវពិតជាពិបាកខ្លាំងមែនទែនមានកន្លែងខ្លះត្រូវជិះឆ្លងកាត់ទឹកហើយផ្លូវខ្លះទៀតត្រូវបើកឡើងចំណោតតាមចង្កេះភ្នំយ៉ាងពិបាកមែនទែនសូមបញ្ជាក់ផងដែរថាទឹកធ្លាក់ជើងភ្នំអរ៉ាល់ឬអូបាក់កញ្ជើគឺជាទឹកធ្លាក់មួយដែលកំពុងទទួលបាននូវការចាប់អារម្មណ៍ខ្លាំងមែនទែនពីសំណាក់ភ្ញៀវទេសចរក្នុងស្រុកក៏ដូចជាអ្នកបោះតង់ផ្សងព្រេងផងដែរដោយសារនៅទីនោះមានទឹកធ្លាក់ថ្លាស្អាតជាច្រើនដំណាក់ងាយស្រួលលេងកម្សាន្ត
ដែលបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរទាំងអស់ដែលទៅលេងនៅទីនោះបានងូតលេងគ្រប់គ្នានិងហែលលេងយ៉ាងសប្បាយរីករាយស្រូបក្លិននៃធម្មជាតិពិតៗចេញពីភ្នំអរ៉ាល់តែម្ដងហើយដំណើរកម្សាន្តទៅកាន់តំបន់ទេសចរភ្នំអរ៉ាល់ក៏សូមចប់តែត្រឹមនេះផងដែរជួបគ្នានៅវីដេអូក្រោយទៀតពូវែងក៏សួរថាពួកខ្ញុំស្គាល់ដើមនេះអត់ប្រពន្ធហ្នឹងបងប្អូនខ្ញុំដើរប្រៃប្រពន្ធហ្នឹងដែរថាដើមប៉ុណ្ណឹងខ្ញុំអត់ស្គាល់ចប់ហើយខ្ញុំដើមស្គាល់អត់ខ្ញុំស្គាល់យាយខ្ញុំស្គាល់ហើយឆ្លើយសិនមកចឹងដើមទេខ្ញុំដឹងតែខ្ញុំចង់កបែងឆ្លើយសិនទេអត់មានទេបើសិនបងប្អូនអរគ្នាបើខ្ញុំឆ្លើយទៅគាត់ថាអូដើមហ្នឹងដែរមិនចប់ជប់អេអត់មានមកខ្សឹបសៀវគ្នាអត់មានខ្សឹបសៀវគ្នាខ្ញុំមិនដឹង1 2 3អង្គប៉ងមន់ចាំហ៎ចាគាត់ខ្ញុំមកហាមកតែគាត់ដឹងអាខប៉ងមន់ហ្នឹងខប៉ងមន់យកមកចាអត់ទេដោយសារខ្ញុំធ្លាប់ហូបផ្លែរបស់វាអាដើមហ្នឹងគេហូបផ្លែបានចាហើយរសជាតិឆ្ងាញ់ណាស់ដឹងផ្លែវាចេញមកមិនអត់